ជំរាបសួរបងប្អូនទាំងអស់គ្នាដោយដែលបងប្អូនបានដឹងតាំងពីម្សិលមិញយប់មិញរហូតដល់ព្រឹកនេះសៀមបានបើកការវាយប្រហារមកលើកងទ័ពជើងទៀតហើយបើគិតទៅចាប់ពីសង្គ្រាមបានបញ្ចប់រហូតមកដល់បច្ចុប្បន្ននេះគឺជាការវាយប្រហារដែលធំជាងពេលណាដែលបើតាមព័ត៌មានមិនផ្លូវការមួយចំនួនគឺ11ទីតាំងហើយដែលមានការវាយប្រហារក៏ថាព័ត៌មានពាក្យច្រើនបាននិយាយថាកម្ពុជាយើងមិនទាន់ឆ្លើយតបទេហើយក៏ព័ត៌មានខ្លះបានឆ្លើយថាយើងមានការទទួលបានបទបញ្ជាបើសិនជាទាហានសៀមបានឡើងមកដោយថ្មើរជើងគឺយើងនឹងបាញ់អញ្ចឹងមកដល់ពេលនេះយើងមិនទាន់មានអ្វីជាផ្លូវការប្រកាសដោយក្រសួងការពារជាតិថាយើងតបឬក៏មិនអីទេប៉ុន្តែចំពោះព័ត៌មានដែលមិនផ្លូវការយើងមាននៅចុងក្រោយនៃវីដេអូខ្ញុំនឹងដាក់វីដេអូមួយចំនួនដែលខ្ញុំបាន download ទុកសម្រាប់បង្ហាញបងប្អូនទាំងអស់គ្នាអ្វីដែលគេផុសនៅព្រឹកនេះនៅក្នុងបណ្ដាញសង្គមគឺថាចំណុចដែលខ្ញុំចាប់អារម្មណ៍ដំបូងទាក់ទងនឹងសារព័ត៌មានរបស់បរទេសលើកនេះគឺអត់ដូចសង្គ្រាមលើកមុនទេសង្គ្រាមលើកមុនគឺសារព័ត៌មានបរទេសភាគច្រើនគឺចោទប្រកាន់ថាប្រទេសទាំងពីរបានផ្ទុះសង្គ្រាមនឹងគ្នាប៉ុន្តែសម្រាប់សារព័ត៌មានបរទេសលើកនេះគឺបាននិយាយច្បាស់តែម្ដងភាគច្រើនគឺនិយាយថាថៃបានបើកការវាយប្រហារដែនអាកាសមកលើកម្ពុជាក៏ថាក្នុងនោះក៏គេបញ្ជាក់ដែរមូលហេតុមកពីទាហានថៃបានស្លាប់ម្នាក់ហើយនឹងរបួស2នាក់ក៏ថាបើតាមព័ត៌មានពីយើងវិញយើងអត់មានការបើកការបាញ់មហាតបទៅវិញទេអញ្ចឹងថាមិនដឹងថាទាហានថៃនឹងស្លាប់ដោយសារស្អីទេអញ្ចឹងយើងក៏មិនដឹងដែរព្រោះគ្រាន់តែមិនទាន់បានបាញ់គ្នាផងទាហានថៃស្លាប់បាត់ហើយគឺគេប្រកាសថាថៃស្លាប់ម្នាក់របួស2នាក់បាត់ហើយមិនទាន់បានបាញ់គ្នាតាំងពីមុនពីព្រលឹមឯណោះហ្នឹងណាហើយបន្ទាប់មកគេចោទគេខាងថៃគឺគេប្រើមូលហេតុអីដើម្បីនិយាយថាគេនឹងបើកការវាយប្រហារដោយប្រើ F11 ឬក៏យន្តហោះផ្សេងហើយនេះគឺជាអ្វីដែលមានសារព័ត៌មានដំបូងនេះខ្ញុំដាក់ថា CNN បានផ្សាយថា Thailand បានបើកការវាយប្រហារលើដែនអាកាសបើកការវាយប្រហារពីអាកាសមកលើកម្ពុជាខណៈពេលដែលកិច្ចព្រមព្រៀងសន្តិភាពរបស់លោក Donald Trump គឺត្រូវបានព្យួរទៀតហើយភាគច្រើន comment ខ្ញុំមិនសុំមិនយល់ comment ជាជនជាតិខ្មែរឬក៏ជនជាតិថៃទេជាទូទៅបើខ្មែរនិងថៃ comment គឺអាចថាយល់ត្រូវរៀងខ្លួនប៉ុន្តែនេះសម្រាប់មតិរបស់បរទេសគឺភាគច្រើនបែរយើងដឹងហើយថា CNN ដូចជាមិនត្រូវគ្នាជាមួយលោក Donald Trump ទេចឹងក្នុង comment ភាគច្រើនគឺគេសើចចំអកដូចក្នុងនេះចឹងគេនិយាយថាមកឥឡូវទៅគ្រប់គ្រងបាល់ទាត់បាត់ហើយដោយសារតែ FIFA បានឲ្យពានរង្វាន់សន្តិភាពហ្នឹងដល់លោក Trump អញ្ចឹងគេសើចចំអកលោក Trump ណាអញ្ចឹងចំនួនរវាងថៃនិងខ្មែរហ្នឹងគឺវាអត់មានជាបញ្ហារបស់គាត់ទៀតទេហ្នឹងគេនិយាយបែបហ្នឹងហើយម្នាក់ទៀតក៏បាន comment ថាហើយចាំតិចខ្ញុំគិតថាគាត់នឹងទៅបញ្ចប់សង្គ្រាមទៀតហើយចឹងដូចជាសង្គ្រាមដែលគាត់បញ្ចប់ហ្នឹងផ្ទុះដល់វិញតែរហូតហ្នឹងឯងគេត្រាំបានឲ្យរុស្ស៊ីបញ្ចប់សង្គ្រាមនឹងជិត30អាទិត្យមកហើយអញ្ចឹងវាមិនមានបញ្ចប់អីទេក្នុងនេះគេខមមិនថាខ្ញុំឆ្ងល់ថាតើ FIFA នឹងដកពានរង្វាន់ឬក៏មេដាយចេញពីលោក Trump មកវិញអត់នៅពេលដែលសង្គ្រាមផ្ទុះឡើងវិញអូខេអញ្ចឹងភាគច្រើនខមមិនដែលខ្ញុំលើកយកមកនេះគឺខ្ញុំឃើញពួកខមមិនច្រើនប៉ុន្តែភាគច្រើនខ្មែរថៃហើយបើខមមិនបរទេសគឺនិយាយតែតាក់ទងនឹងការសើចចំអកឲ្យលោក Trump ទេគេមិនជាខ្វល់ជាមួយសង្គ្រាមយើងប្រហែលទេអូខេហើយនេះគឺជាការចុះផ្សាយព័ត៌មានរបស់ Front 24ខាងបារាំងមកវិញគឺថៃបានបើកការវាយប្រហារពីលើអាកាសមកកម្ពុជានៅលើទីតាំងកងទ័ពកម្ពុជាអូខេអញ្ចឹងនេះគឺចំណងជើងរបស់សារព័ត៌មាន Front 24អញ្ចឹងគេដាក់រូបកម្ពុជាយើងហើយបើ Channel New Asia ក៏បានផុសដែរថាថៃកងកម្លាំងរបស់ថៃបានបើកការវាយប្រហារមកលើកងកម្លាំងកម្ពុជានៅក្នុងព្រឹកនេះប៉ុន្តែរដ្ឋាភិបាលក្រុងភ្នំពេញមិនបានឆ្លើយតបទេនេះគឺជាអ្វីដែលដកត្រង់ចេញពីអ្នកនាំពាក្យ
ក្រសួងការពារជាតិកម្ពុជាអញ្ចឹងនេះគឺជាចំណុចមួយល្អជាងឃើញថាលើកនេះគឺ Channel New Asia បានអាចនិយាយថាដកស្រង់ចេញព័ត៌មានចេញពីយើងវិញដោយសារយើងចេញព័ត៌មានបានលឿនដែរព្រមការសង្គ្រាមលើកមុនយើងចេញព័ត៌មានយឺតពេកដែលធ្វើឲ្យសារព័ត៌មានបរទេសហ្នឹងគឺរាល់ព័ត៌មានពីយើងអត់បានអញ្ចឹងគឺចុះតាមតែពីថៃតែម្ដងហើយនេះគឺនិកាយអេស៊ីរបស់ជប៉ុនថៃកងទ័ពថៃបានបើកការវាយប្រហារដែនអាកាសមកលើកម្ពុជាឆ្លងព្រំដែនខណៈពេលដែលចំនួនបានចាប់ផ្ដើមអូខេនេះនិកាយអេស៊ីខ្ញុំមិនបានចូលទៅក្នុងលំអានលំអិតទេអានេះខ្ញុំអានចំណងជើងហើយចុងក្រោយគឺ Diplomat Magazine បានផ្សាយរៀងអាចថាកណ្ដាលគេថារដ្ឋាភិបាលទាំងពីរបានឆ្លើយតបឬក៏ឆ្លើយដាក់គ្នាទៅវិញទៅមកចំពោះការបង្កចំនួននេះហើយរហូតដល់កើតឡើងនៅចំនួនព្រំដែនពេញលេញមួយអញ្ចឹងអាចថានេះគឺមិនបានចោទទៅថៃឬក៏កម្ពុជាទេដែលបើការវាយប្រហារលើគ្នាអញ្ចឹងយើងឃើញថាភាសាព័ត៌មានប្រមាណនេះពីបរទេសមកយើងឃើញថាខ្មែរយើងអាចថាមានចំណុចល្អច្រើនភាសាភាគច្រើនគឺគេនិយាយថាថៃបានបើកការវាយប្រហារមកលើខ្មែរគាត់ថាបើពេលដែលយើងចូលទៅអាននៅក្នុងខ្លឹមសារទៅគឺវាចេញមកហើយថាមូលហេតុអីបានថៃបើកការវាយប្រហារលើខ្មែរដោយសារតែទាហានថៃបានស្លាប់ម្នាក់ហើយរបួស2នាក់មិនដឹងថារបួសដោយសារអីទេព្រោះអាព័ត៌មានហ្នឹងខ្ញុំឃើញតាំងពីព្រលឹមហ្នឹងតែព្រឹកឡើងបើកមកមិនទាន់បានបាញ់គ្នាអីផងថៃស្លាប់ម្នាក់បាទអាហ្នឹងជារឿងចម្ងល់មួយរបស់ខ្ញុំគាត់ថាថៃគេផ្សាយលឿនអញ្ចឹងក៏ចាប់យកមកហើយមូលហេតុដែលគេផ្សាយនេះគឺគេចង់បើកការវិវហាដោយតាមយន្តហោះនឹងឯងបានគេផ្សាយថាទាហានគេស្លាប់មួយហ្នឹងហើយក៏ជាយើងប្រើយន្តហោះតែម្ដងអូខេបងប្អូនអាចខមមិនបើដឹងព័ត៌មានឬក៏បងប្អូននៅតាមព្រំដែនឯងអាចដឹងព័ត៌មានចាំជួយខមមិនប្រាប់ខ្ញុំផងភាសាខ្ញុំថ្ងៃនេះក៏អត់បានធ្វើព័ត៌មានទាក់ទងនឹងរុស្ស៊ីអ៊ុយក្រែនឬក៏បរទេសទេភាសារវល់តាមដានព្រឹត្តិការណ៍ដែលកើតឡើងក្នុងប្រទេសយើងដែរហើយក៏សូមជូនពរដល់បងកងទ័ពអាចរក្សានគរចំពោះបានហើយមិនដឹងថាតបអាចត្រឹមបានប៉ុណ្ណាទេខ្ញុំគិតថាមិនទ្រាំយូរទេព្រោះគេផ្លោមដាក់យើងដូចជាគ្រប់ប្រភេទអាវុធអស់ហើយចឹងយើងក៏មិនដឹងថានៅទ្រាំយ៉ាងម៉េចទៀតដែរមិនអាចនៅដេកចាំឲ្យគេបាញ់ទេហើយក៏ព័ត៌មានមិនផ្លូវការដែរដែលថាកងទ័ពខ្មែរក៏មានបាត់បង់ជីវិតក៏ថានេះខ្ញុំសូមមិនលើកទេដោយសារតែវាព័ត៌មានមិនផ្លូវការហើយខ្វះការទីមទាត់យើងនិយាយអត់កើតក៏ថាជាទូទៅសង្គ្រាមវាទុះគ្រាប់ចឹងវាអាចនឹងមានការស្លាប់ទៅវិញទៅមកអូខេចឹងអានេះគឺបន្តមកទៀតខ្ញុំសូមលើកតទៅនឹងវីដេអូដែលក្នុងបណ្ដាញសង្គមយើងឃើញច្រើនគឺចាប់ផ្ដើមពីវីដេអូទី1ដែលខ្ញុំឃើញគេផុសបន្តិចហ្នឹងគឺក្នុងនេះគេដាក់ថាម៉ោង10ថ្ងៃទី8ខែ12ឆ្នាំ2025គឺរូបយន្តហោះចម្បាំង F16 ហ្នឹងហោះតែម្ដងគាត់ថាមិនដឹងថាវាពិតប្រកបប៉ុណ្ណាអីប៉ុណ្ណាទេគឺគេថតមកខ្លីប៉ុណ្ណឹងគេយើងថតបានចឹងមានថាការវាយប្រហារលើយន្តហោះហ្នឹងគឺវាបានកាត់ឡើងហើយណាមួយក៏ថៃក៏ទទួលស្គាល់ខ្លួនឯងដែរថារៀបចំនឹងវាយប្រហារហើយអញ្ចឹងមិនដឹងថាវីដេអូនេះថតដោយខ្មែរយើងឬយ៉ាងម៉េចហើយបន្ទាប់មកនេះគឺជាវីដេអូដែលថតដោយខ្មែរយើងនៅខាងអូស្មាច់ចុយមកអូនណាតបតអូនគាត់ស្រែកហើយគាត់ស្ដាប់ហើយគាត់ជាធានដែរគាត់ស្ដាប់កំភ្លើងបានច្បាស់ហ្នឹងម៉ែបងបោចអើយកស្មែតវិញទៅកលេអាការលន់ទៅងាប់អើយជាទូទៅទឹកចិត្តរបស់ប្រជាជនខ្មែរយើងមិនថាខ្ញុំមិនថាគេទេខ្ញុំដូចជាយើងមិនយល់ពីយុទ្ធសាស្ត្រគេដែរតែយើងមិនចង់ឲ្យទ្រាំទ្រឲ្យគេបាញ់វិញយើងអាណិតទៅហ៊ានយើងដែរចឹងបើខ្លាចតបវិញខ្លះក៏ដើរទៅល្អចុយប្រៃអាចឆ្លាញ់ត្រង់អមែនអាពេលនេះគឺតែឯងអាឡូលឺទៅពីមិញគេលឺចេញអីគេអានសៃគេបាញ់មកប៉េតបអញចេញទៅវិញផោះអូនណេះបើអាការពេញបឹប
chữ rê ngắt hai chị bọn mình ngọt sang sầm nẹ cả sai sầm nẹ đây vừa xem ngắt ra đây anh em ba mấy ba cho nó នេះគឺយើងឃើញថាគាត់ថតហ្នឹងគាត់និយាយជាមួយដាក់ភូមិគ្នាគាត់ចឹងណាវីដេអូនេះខ្ទង់ម៉ោង 8 9 នេះឃើញគេផុស nè ô đánh không ai đánh đánh cho bây giờ bao mình lư phơi này nó chết à nó không ai đánh cho bây nhá trời mai bên này rốt hao mai mà chứ nụ mày ơi mày chui vô bông cái đại nhiều mấy em ơi cái đại nhiều mấy ơi mình ơi bánh lên thế trâm mắn phải chưa làm bao mấy nhá គាត់ឲ្យខ្ញុំខ្លាចអីអាញើតអីអូបានវត្តប្រជាវារត់ហ្នឹងបានលឺក្របសំបាយណាគេតែប៉ុណ្្នឹងទេតមកទៀតអានេះយើងគួរឲ្យសំណោះដែរគឺថាកាស៊ីណូមួយគឺយន្តហោះតិចកាស៊ីណូហើយយន្តហោះហើយដល់ដៃបាញ់បំបុកកតិចឡើងហុយហ្នឹងថៃលេអានេះក៏ពីព្រលឹមដែរយើងតន់ចេញនៅស្ងាត់ហើយឡើយតិចកាស៊ីណូរៀបដល់ដីហ្នឹងញ៉ៃរត់ទៅនេះហើយតាមគុំដែរបើតាមព័ត៌មានឮថាតាមសាលារបស់យើងគឺភាគច្រើនគឺមានត្រង់សេអស់ហើយគឺយើងក៏ការពារខ្លួនដែរមិនថាយើងមិនដឹងទេអូខេចឹងសម្រាប់វីដេអូថ្ងៃនេះក៏ខ្ញុំមិនមានអីច្រើនដែរដោយសារតែដូចដឹងហើយថានៅពេលដែលប្រទេសមានសង្គ្រាមយើងពិបាកមែនទែនក្នុងការប្រមូលអារម្មណ៍ក្នុងការធ្វើវីដេអូពីបរទេសគាត់ថាខ្ញុំនៅនឹងបន្តធ្វើព្រោះនៅពេលដែលយើងធ្វើវីដេអូពីបរទេសក៏យើងបានចំណេះដឹងឬក៏បទពិសោធន៍ផ្សេងដែលយើងអាចពេលខ្លះយើងមិនដឹងហើយយើងបានឃើញពីការធ្វើសង្គ្រាមរបស់បរទេសហើយយើងបើសិនជាខ្លួនឯងមានសង្គ្រាមក៏យើងអាចបំរែបំរួលយ៉ាងម៉េចតាមដែលអាចធ្វើបានគាត់ថាដោយសារថ្ងៃនេះជាថ្ងៃដំបូងនៃការបើកការប្រយុទ្ធអីចឹងទៅយើងក៏ព្យាយាមតាមដានព័ត៌មានសិនហើយបើបងប្អូនមានព័ត៌មានអាចប្រាប់ខ្ញុំវិញផងនៅក្នុង comment ដើម្បីចែករំលែកចំណេះដឹងគ្នាទៅវិញមកហើយសង្ឃឹមថាបងប្អូនសុខសប្បាយទាំងអស់គ្នាហើយយើងនៅពេលដែលប្រទេសជាតិមានសង្គ្រាមគឺយើងមានតែការរួបរวมទេយើងមិនបែងចែកអ្នកណាអ្នកណីអីទេយើងទប់ទល់ជាមួយសៀមសិនហើយចាំពេលទប់ទល់មួយសៀមចប់យើងអាចមានមតិផ្សេងគ្នាបន្តទៀតអូខេចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ